អ្នកស្គាល់ព្រះយេស៊ូវត្រឹមតែជាព្រះដែលអាចផ្ដល់នូវការសង្គ្រោះសម្រាប់អ្នកនៅពេលដែលអ្នកមានបញ្ហាតែប៉ុណ្ណោះការគិតបែបនេះនឹងធ្វើឲ្យអ្នកខកបំណងនៅថ្ងៃណាមួយជាមិនខានគឺនៅពេលដែលអ្នកជួបជាមួយនឹងបញ្ហាហើយព្រះមិនបានដកបញ្ហានោះចេញពីអ្នកទាល់តែសោះគោលបំណងដ៏ធំរបស់ទ្រង់ចំពោះអ្នកគឺទ្រង់មានព្រះハរតីសង្គ្រោះជីវិតរបស់អ្នកចេញពីសេចក្តីស្លាប់ជាជាងសង្គ្រោះបញ្ហារបស់អ្នកត្រូវដឹងយ៉ាងច្បាស់ថាទ្រង់នឹងមិនដកបញ្ហានោះចេញពីអ្នកទេតែទ្រង់នឹងនាំអ្នកដើរក្នុងបញ្ហានោះគឺដើររួមគ្នាជាមួយនឹងទ្រង់នៅក្នុងបញ្ហារបស់អ្នកទ្រង់នឹងបង្រៀនអ្នកពីរបៀបដែលអាចយកឈ្នះលើបញ្ហាអ្នកនឹងទទួលបានជ័យជំនះបើអ្នកដើររួមគ្នាជាមួយនឹងទ្រង់ព្រះយេស៊ូវទ្រង់ទទួលជ័យជំនះលើសេចក្តីស្លាប់រួចមកហើយទ្រង់នឹងយកជ័យជំនះនេះមកឲ្យអ្នកព្រះមិនបោះបង់អ្នកទេហើយទ្រង់ក៏មិនចង់ឲ្យអ្នកបោះបង់ឬរត់គេចពីបញ្ហាដែរអ្នកត្រូវដឹងថាអ្នកកើតមកគឺសម្រាប់ទទួលសេចក្តីស្រឡាញ់និងជ័យជំនះ